សោភ័ណ្ឌស្ត្រីតម្លៃសមនឹងចរិយានាមដូចបុប្ផាក្លិនក្រអូបសពបុរីគេឈ្មោះអូនល្អបងលួចគួចចិត្តប៉ែតដីស្នេហ៍បោស្បាស្រីយកចិត្តភក្តីចុះកិច្ចកងត្រាមរតកបេះដូងអូនទុកស្មើនឹងជីវិតសម្បត្តិដួងចិត្តតំណាងឲ្យក្តីស្នេហាយកក្តីស្រឡាញ់មកមើលថែទូមរក្សាកុំឲ្យបងស្មើប្រែទៅជាផ្កាស្រពន់ឥតណៃបោស្បាផ្កាស្នេហ៍រៀមថែធ្ងំថ្នាំអាស្រ័យពឹងពាក់ការយុវសង្ឃនារីស័យអូនល្អគ្រប់យ៉ាងចម្រុងចម្រើនស្វាមីមកផុតព្រួយភ័យព្រោះមានពិស័យមករួមវាសនាអូនមានតម្លៃព្រោះប្តីអូនជាមនុស្សល្អទឹកចិត្តស្មោះសររឹងមាំដឹកនាំគ្រួសារថែកូនប្រុសស្រីក្នុងបរិយានៃស្នេហារួមសាងរាំងសាសុខដុមរមនីដរាបរៀងទៅបោស្បាផ្កាស្នេហ៍រៀមថែធ្ងំថ្នាំអាស្រ័យពឹងពាក់ការយុវសង្ឃនារីស័យអូនល្អគ្រប់យ៉ាងចម្រុងចម្រើនស្វាមីមកផុតព្រួយភ័យព្រោះមានពិស័យមករួមវាសនាអូនមានតម្លៃព្រោះប្តីអូនជាមនុស្សល្អទឹកចិត្តស្មោះសររឹងមាំដឹកនាំគ្រួសារថែកូនប្រុសស្រីក្នុងបរិយានៃស្នេហារួមសាងរាំងសាសុខដុមរមនីដរាបរៀងទៅដើម្បីផ្ដល់ពរជ័យសិរីសួស្តីជូនបងប្អូនកូនប្រុសស្រីទាំងអស់ចឹងសូមលើកដៃឡើងទាំងអស់គ្នាទៅណាព្រះបិតាដែលជាព្រះនៃទូព្រះបង្គំយើងខ្ញុំទាំងអស់គ្នាយើងសូមអធិដ្ឋានទូលសូមព្រះអង្គផ្ដល់ពរជ័យសិរីសួស្តីជ័យមង្គលនៅថ្ងៃដែលយើងធ្វើពិធីចូលរោងជ័យពិធីថ្ងៃនេះគឺជាថ្ងៃដែលព្រះអង្គផ្ដល់ប្រពរដល់កូនព្រះអង្គគ្រប់គ្នាទាំងខាងប្រុសខាងស្រីអញ្ជើញមកអស់ហើយទេណាបានអញ្ជើញមកអស់ហើយនៅឡើយបងប្អូនខ្លះទៀតនៅខាងក្រៅធ្វើបដិសន្ធារកិច្ចភ្ញៀវដែលលើកអញ្ជើញមកខាងក្រៅជុំពលានិងជាវខាន់ស្លាអញ្ចឹងពិធីជុំពលាពីដើមលោកបានជ្រើសរើសពលាដែលលោកបិបាកំណត់ជ្រើសទៅតាមថ្ងៃខែពងរបស់កូនប្រុសកូនស្រីនឹងពិធីហែចំនួនផុសភាបណ្ដាការពិធីហ្នឹងតើយើងជ្រើសរើសនៅម៉ោងពលាប្រមាណយើងអាចទេហៅឬក៏ផ្ញើប្រាប់ថាពេលណាទេអញ្ចឹងហើយបានជាចាស់ពីដើមលោកអញ្ជើញមកជុំគ្នាអញ្ចឹងចេះដែរទៀតណាលោកជ្រើសរើសពិធីដែលពាក់កណ្ដាលអាត្រាទៅនោះដែលសัตว์ចូលទំនេរសេកចូលទំនុំបានពីព្រោះថានិយាយគ្នាទៅស្ដាប់គ្នាបានបើក្មេងៗនៅច្រើនរំខានពេកទៀតណាអញ្ចឹងចូលទំនេរអស់ទៅចាស់ក៏ចាប់ផ្ដើមជំនុំជើងការ7ព្រឹកទៀតណាដើម្បីធ្វើពិធីហែចំនួនផុសភាបណ្ដាការរហូតចូលមកដល់វេលាម៉ោងព្រឹកតែម្ដងទៀតបន្ទាប់មកយើងមានពិធីកាត់សពបកសរីក៏ដូចជាពិធីសំពះផ្ទឹមចងដៃបន្តទៅតាមទំនៀមទម្លាប់ប្រពៃណីរបស់ផងយើងអញ្ចឹងភ្ញៀវកិត្តិយសលោកបានជ្រាបទាំងអស់គ្នាពីពលានេះហើយទៀតណាអាព្រៀបណាស់អស្រងាត់នៅយកយន្តទុនស្ងាត់សាប់ចូលអើយ
អស្ដាច់ទុំអក្រំក្រំហើយដែរគឺស្គរក្រំក្រំរងំអរិយប្រយ័ត្នអណាអរិយប្រយ័ត្នទ្រង់ហើយជាព្រះដែលរៀបចំពួកគេតាំងពីដើមរហូតមកដល់ពេលនេះហើយទៅខាងមុខទៀតសូមព្រះដ៏មានអំណាចគ្រប់បច្ចេស្តាជាព្រះដែលពេញដោយសេចក្តីស្រឡាញ់មេត្តាករុណាហើយតែងយកប្រតិទុកដាក់ចំពោះពួកគេតាំងពីដើមជាព្រះបិតាដែលរៀបចំទុកពួកគេជាមុនសូមទ្រង់បានប្រទានពរដល់ពួកគេទាំងអស់គ្នាទាំងពីរនាក់នេះឲ្យបានប្រកបដោយព្រះគុណនិងសេចក្តីសុខសាន្តឲ្យបានប្រកបដោយព្រះពរមកពីព្រះអង្គសូមឲ្យពួកគេបានរស់នៅក្នុងជីវិតសុភមង្គលសូមឲ្យពួកគេបានរីកចម្រើនគ្រប់កិច្ចការដែលពួកគេដាក់ដៃធ្វើសូមព្រះបានប្រទានពរឲ្យពួកគេមានកូនចៅជាកូនចៅមកពីព្រះដែលបានរៀបចំឲ្យជាមរតកដែលទ្រង់បានរៀបចំទុកពួកគេប្រងអរព្រះគុណសូមថ្វាយពួកគេទាំងពីរនាក់ដល់ព្រះបិតាដ៏មានព្រះចេស្តាកូនទូលសូមក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនបាទចឹងគុណយកទឹកមកដូចមិញកល់នៅលើថ្មដែលមានជ្រុងមកហើយយើងទ្របតមកយើងបាញ់ទឹកអប់លាងណាទៅតាមទំនៀមទម្លាប់ប្រពៃណីយើងប៉ុន្តែយើងថ្ងៃនេះយើងមិនថែមទៀតដោយសារតែយើងជាអ្នកដែលជឿលើព្រះណាទៅលើការគោរពស្ដាប់បង្គាប់មាតាបិតាកូនណាដែលដើរតាមមាគ៌ារបស់ព្រះគឺកូនទាំងនោះហើយដែលគោរពមាតាបិតាអស់អំពីចិត្តអស់ពីគំនិតហើយយើងជាគ្រិស្តបរិស័ទហ្នឹងមិនចេះគោរពមិនចេះដឹងគុណមេដាបៃតាប៉ុន្តែព្រះគម្ពីរគ្រប់ឃ្លាភាគច្រើនបង្ហាញអំពីការគោរពដឹងគុណមេដាបៃតារបស់យើងតាំងពីព្រះដែលបានបង្កើតយើងមកបងចង់និយាយជាភាសាខ្មែរមួយI'm speaking Khmer okay? បងគឺខ្ញុំអត់ដែលនឹកស្មានថាជីវិតគូជីវិតគ្រួសារវា
មានរូបភាពមិនហើយខ្ញុំក៏អត់ដែលរំពឹងថានឹងមានថ្ងៃនេះនឹងមានប៉ាម៉ាក់អង្គុយនៅមុខនេះខ្ញុំជាកូនកំព្រាអត់មានម៉ាក់អត់មានប៉ាអត់មានបងប្អូនហើយអត់មានសាច់ញាតិដូចគេហើយដូច្នេះខ្ញុំមិនដែលរំពឹងពីថ្ងៃអនាគតថាខ្ញុំនឹងមានគូប្រសាបែបនេះប៉ុន្តែដោយសារព្រះសពហាតីថ្ងៃមួយបើបានរៀបចំឲ្យពួកគាត់ម៉ាក់រ៉ូស្លីនហើយនិងប៉ាគ្រីសហើយពួកយើងបានស្គាល់គ្នាហើយដោយក្តីស្រឡាញ់ចេញពីដួងចិត្តពួកគាត់បានយកខ្ញុំជាកូនចិញ្ចឹមហើយចង់ផ្ដើមឲ្យខ្ញុំរៀនសូត្រជាឡាយសាកលវិទ្យាល័យបញ្ញាបត្ររហូតដល់ថ្នាក់អនុបណ្ឌិតហើយដោយសារតែក្តីស្រឡាញ់យ៉ាងពេញលេញស្មោះស្ម័គ្រពីគាត់នៅអូស្ត្រាលីប៉ុន្តែគាត់នៅតែស្រឡាញ់រាប់អានហើយគត់គង់ខ្ញុំពីមួយពេលទៅមួយពេលគាត់តែងតែនៅក្បែរខ្ញុំអរគុណសម្រាប់សេចក្តីស្រឡាញ់ So first thank you so much for the love your unconditional love that we are nobodies but God has planned and prepared both of you to come and pick me up. And you love me, not just a kid, but you keep me as your own child. You not just adopted me, but you truly love me. You love, you care, you sponsored us since the beginning until now and tomorrow. And thank you so much. And may God, our Lord Jesus Christ, be with you, bless you, and give you more. Thank you so much. សូមអរគុណដល់ប៉ាម៉ាក់ដែលតែងតែផ្ដល់ក្តីស្រឡាញ់ដល់កូនទាំងពីរតែងតែផ្ដល់ឲ្យនៅអ្វីដែលពួកកូនត្រូវការហើយអរគុណដែលតែងតែបង្រៀនឲ្យយើងខ្ញុំធ្វើជាមនុស្សល្អហើយអរគុណសម្រាប់គ្រប់យ៉ាងហើយថ្ងៃនេះផងដែរខ្ញុំហើយនឹងបងសំសុវណ្ណរងយើងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាយើងសន្យាថានឹងកាន់ដៃគ្នាមើលថែគ្នាហើយនឹងអត់ទោសឲ្យគ្នាហើយបើសិនជាពេលខ្លះកូនធ្វើអីមិនសមរម្យចំពោះប៉ាម៉ាក់សូមឲ្យប៉ាម៉ាក់បានអភ័យទោសហើយជាចុងក្រោយកូនចង់និយាយថាកូនស្រឡាញ់ប៉ាម៉ាក់កូនសម្រាប់គ្រប់យ៉ាង We thank God for Peter and Sophia. We thank God that He loves them as He loves us all. They mean so much to us, and we are so happy to have them in our family. And we pray that God will continue to bless them. He helped them to grow in love
and understanding. May He bless them with children. And may their love deepen every day. Thank you, Father. Thank you for them. And thank you for their great love for us as we have for them. And we pray that Jesus will walk with them every day as He has now. In His name I pray. Amen. Amen. ខ្ញុំមានសង្ឃឹមថាពីតានឹងសុភាពមានជីវិតល្អនិងពួកគេស្រឡាញ់គ្រួសារទាំងអស់និងពួកគេមានសំតខ្ញុំសង្ឃឹមថាពួកគេស្រឡាញ់និងមានសុខភាពល្អអរគុណអាមែន ច្រើនឆ្នាំមកហើយដែលយើងចាយពេលមើលចិនគ្នារៀនយល់ពីគ្នាទូឈឺទូជាក្បែរគ្នារហូតទូក្តៅត្រជាក់យើងឆ្លងកាត់ហើយចុងក្រោយក៏ដល់ថ្ងៃនេះថ្ងៃពិសេសថ្ងៃដែលបងធ្លាប់បានសន្យាជីវ៉ាចូលរំជ័យពីផ្កាកុលាពេលនេះក៏ប្រែមកជាផ្កាស្លាឈ្មោះជាសង្សារពេលនេះយើងคล้ายជាប្រពន្ធប្តីចាស់ទុំត្រេកអរដោយចិនស្មោះសរបាច់ផ្កាឲ្យបងសួស្ដីបងនឹងស្រីសួរថ្លៃរំភើបទេកូនក្រមុំមាសបងអើបងសូមសន្យានឹងមើលថែអូនដល់ចាំងសក់ស្កើមានកូនមានចៅបានទេពីលពៅចាស់ជាមួយគ្នាបងនឹងឲ្យអូនមានស្នាមញញឹមក្រុមពេលវេលាក្រុមគ្រាបងគ្មានថ្ងៃធ្វើឲ្យស្រីអូនតឹងភ្នែកធ្នមអូនទុកដោយព្រះនាងបើអូនជាភ្លើងឆេះឡើងបងនឹងស្ម័គ្រធ្វើជាទឹកទោះឆ្លួគ្នាញឹកយំថ្ងៃល្ងាចព្រឹកក៏មិនបែកគ្នាថ្ងៃដែលបងស្អប់ជាថ្ងៃដែលបងឃើញទឹកភ្នែកអូនយំយែកដេកសោកាចាំទុកណាប្រពន្ធសំឡាញ់ស្រឡាញ់អូនប៉ុនមេឃដីបេះដូងមួយនេះសម្រាប់អូននឹងអនាគតកូនស្
ស្មោះមិនប្រែសូនមិនក្បន់ទេស្ងួនឲ្យអូនរីងរៃបងខំរកប្រាក់អូនខំទុកដាក់សន្សំចេះលងចេះលៃគង់មានថ្ងៃមានរស្មីស្រស់ភ្លឺថ្លាជាគ្រួសារសែនកង់ក្ដៅចម្រៀងមួយបទនេះទុំស្ដាប់ពេលពួកយើងចាស់ទៅវាមានន័យជ្រៅចេញពីក្រអៅបេះដូងទាំងទ្វេអរគុណម៉ាក់ប៉ាអរគុណទេវតាដែលឲ្យក្តីស្នេហ៍មួយនេះដល់ត្រើយសុខទៅថ្ងៃមុំទុះយ៉ាងណាមិនទៅណាឆ្ងាយពីអូហៀមឲ្យអត់ថ្ងៃរះលោកអាយអរណាណាអត់ថ្ងៃរះប្រស្រីក្មេងចាស់ជួបជុំអោកោះកោអរណាណាកងកងតន្ត្រីឲ្យអប្រគុំលោកអាយរងុំឲ្យអឈឹងស្គយផ្លុយខំតខេត្របន្តអលវើយលវើមិត្តណាយឪពុកម្ដាយលោកអាយជុំគ្នាឲ្យអងហើយជុំនូនរៀបរយមុខក្រោយអោឆ្វេងស្ដាំលោកអាយធ្វើតាមឲ្យអបនតាមលោកអាប់ប្រាហាំឲ្យតាមរៀបឲ្យជុំណាអណាណាឲ្យជុំណា
ចៅមហាលោកអាយរៀបចំឲ្យអតាមក្បួនណាមានប្រាក់សំសួនណាជំនូនអតូចធំគ្រប់មុខលោកអាយរៀបទុកឲ្យអសមរម្យពណ៌ស្ត្រាសាក់សមត្រៀមជូនអកូនស្រីព្រះណាយឲ្យយេស៊ូលោកអាយធ្វើជាអធិបតីប្រទានពរជ័យសេរីអមងពលអណាណាព្រះគ្រិស្តយាងចូលយេរូសាឡឹមព្រះគ្រិស្តយាងចូលយេរូសាឡឹមគុំសិនដែរហមតាមដងវិថីសាណាសាណាតាមដងវិថីមកបោះណាដាជួនទាំងប្រុសទាំងស្រីពុំបោះណាដាជួនទាំងប្រុសទាំងស្រីលើកស្លឹកឈើក្រវីស្រែកហូអើយអើងកងហូសាណាសាណាស្រែកហូអើយអើងកកាត់បំណាស់ខែប្រាំងមកពីស្រុកឆ្ងាយហូសាណាហូសាណាមកពីស្រុកឆ្ងាយមានតែអ្នកផ្លូវចៅមហាទេ
ឡាយមានទាំងអើយអ្នកផ្លូវចៅទាំងឡាយញាតិមិត្តអើពុកម្ដាយបាយទឹកអើយបំពុកហូសាណាបាយទឹកអើយបំពុកឈើអើយគ្រប់មុខរៀបតុកបំរងផ្លែឈើ
ពេលវេលានៃការចាប់ផ្ដើមពិធីពីពីកូនប្រុសស្រីវេលាព្រឹកនេះគឺបានដល់កំណត់ទៅហើយនៅឡើយមុននឹងចាប់ផ្ដើមកម្មវិធីខ្ញុំបាទដែលជាគ្រឹះបរិស័ទដែលជាលោកគ្រូផ្សំគុំលោកគ្រូអាចារ្យនោះខ្ញុំបាទក៏សូមអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ដែលយើងហៅថាព្រះយេស៊ូវគ្រីស្ទខ្ញុំសូមអរព្រះគុណទ្រង់ព្រះអង្គសម្រាប់វេលាព្រឹកដ៏ល្អប្រពៃព្រឹកថ្មីថ្ងៃថ្មីដែលព្រះអង្គរៀបចំគូស្វាមីភរិយាដែលមានវត្តមានព្រះអង្គជាខ្ពង់ពោះជាធិបតីដែលព្រះអង្គគង់នៅជាមួយយើងខ្ញុំដើម្បីរៀបចំកម្មវិធីនេះព្រះយេស៊ូវគ្រីស្ទអាមែនបាទមុខញញឹមបានន័យថាសេចក្តីសុខហើយទៀតណាបាទភ័ក្រញញឹមប្រព្រឹមប្រព្រាយណាទៀតអញ្ចឹងហើយក៏សូមអនុញ្ញាតអរគុណទៀតប្រុសទាំងអស់គ្នាដែរពីនេះតែម្ដងទៀតណាចំថ្ងៃទី7បាទខែ1នេះតែម្ដងទៀតជំរាបលោកមេបាថាលើតាមតំណែងសັບសៀបមកខ្ញុំបាទសូមអនុញ្ញាតសូមលោកមេបាសូមស្រឡាញ់ចិត្តសូមរាប់ធ្វើជាញាតិជាមិត្តពីថ្ងៃនេះទៅតើលោកមេបាលោកយល់ស្របយ៉ាងណាដែរទៀតញាតិបាទខ្ញុំបាទអរមិត្តញាតិសន្តាននេះពិតជាប្រពៃណាស់បាទខ្ញុំបាទអនុញ្ញាតទៀតខ្ញុំអាចសូមធ្វើស្រែប្រវាស់សូមសង់ផ្ទះជាមួយផងបានទេទៀតមុនដំបូងលោកម្ចាស់សូមរាប់ជាសាច់ជាញាតិជាមិត្តឥឡូវហ្នឹងកាន់តែខិតចូលបន្តិចទៀតហើយផ្ទះប្រវាស់ជាមួយហ្នឹងចង់មានន័យថាម៉េចសូមលោកម្ចាស់បញ្ជាក់ប្រាប់ខ្ញុំបន្តិចមកទៀតណាសូមទានជ្រាបបាទណាសូមទានស្រែដើម្បីមានជីជាតិល្អហើយខាងខ្ញុំបាទខាងកូនកំឡោះនេះអញ្ជើញមកពីខាងឯស្អាងឯណោះភាគច្រើនគឺមានខ្សែជើងស្រុកតបុកជើងនេះតែងតែមានណាទៀតណាហើយលោកសូមរាប់អានហើយសូមស្រឡាញ់ឬមួយក៏យ៉ាងណាហ្នឹងខ្ញុំបានហ្នឹងគាត់បញ្ជាក់ថាតើលោកមកពីខាងណាមកពីស្អាងទេណាខេត្តកណ្ដាលទេណាបាទកូនកំឡោះយើងមកពីស្អាងប៉ុន្តែលោកឪពុកតំណាងគឺមកពីអូស្ត្រាលីអូមកពីអូស្ត្រាលីទៀតបាទស្រឡាញ់ណាស់ប្រជាជនខ្មែរយើងអញ្ចឹងហើយបានជាលោកចងស្ពានមានមេត្រីស្រីដណ្ដឹងហើយរហូតដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍នេះថាលោកមានស្រែជើងស្រុកសបុកជើងលៀនដែលខ្ញុំមានពូជស្រូវល្អអង្គកោបស្រូវនាងតកូលយើងមកហើយទៀតណាអញ្ចឹងហើយថ្ងៃនេះលោកមេបាសលោកមិនថាអីទេអនុញ្ញាតឲ្យខ្ញុំបាទធ្វើស្រែប្រវាស់សុំសំផ្ទះជាមួយថាពិតជាមានកូនស្រីពិតមែនទៀតណាបាទមេបាលោកមានប្រសាសន៍ហើយថាលោកមានពិតប្រកបមែនហើយមួយរូបដែលហៅគេថាលោកបណ្ឌិតណាទៀតណារៀនបានជ្រៅជ្រះល្អណាស់ទៀតចងស្ពានមានមេត្រីស្ដីទៅនឹងកូនស្រីលោកមេបាកល្យាននៃស្រីគ្រប់លក្ខថនសុភាពនេះលើកមកដាក់ដាំជាគូគប់ភ្ជាប់និស័យវិនិច្ឆ័យទៅមុខដើម្បីឲ្យលោកម្ចាស់ទី1លោកម្ចាស់គ្រាន់តែរាប់អានធម្មតាទេប៉ុន្តែលោកកាន់តែខិតបន្តិចម្ដងរហូតដល់ស្ដីដណ្ដឹងកូនស្រីខ្ញុំបាទហើយតើលោកម្ចាស់គិតថាតើកូនស្រីខ្ញុំបាទហ្នឹងមានកន្លែងណាដែលលោកម្ចាស់ពេញចិត្តដែរសូមទានមានប្រសាសន៍ទៀតយាននៃស្រីគ្រប់លក្ខហ្នឹងមានសភាពរៀបសារមិនសភាពតែឈ្មោះទេនាងសភាពទាំងកັບកិរិយាអរិយាបថហ្នឹងក៏ល្អក៏ប្រសើរទៅទៀតរូបឆោមលំពោហ្នឹងឃើញថាប្រុសទៅមកដកកចំហមាត់ហ្នឹងសម្លឹងសម្ដៅទៅលើកូនស្រីលោកមេបានណាស់ទៅហើយអញ្ចឹងហើយឃើញថាចង់ជម្រាបលោកមេបានហ្នឹងតើមានអ្នកណាគេមកដាក់ម្សៅដៅកមួនចំណាំភ្ជាប់ពាក្យភ្ជាប់សម្ដីដែរឬយ៉ាងណាទេបើពុំទាន់មាននៅឡើយទេនោះខ្ញុំបាទសូមចងស្ពានមានមេត្រីស្រីដណ្ដឹងតែម្ដងទៀតណាអ្នកណាក៏ស្រឡាញ់ដែរតែមិនមានអ្នកណាមកដាក់ម្សៅដៅកមួនក៏លើកស្លាតូចស្លាធំឬចំនួនធំបែបនេះទេទៀតណាទើបតែថ្ងៃនេះទេជាថ្ងៃជាពលានល្អខាងកូនកំឡោះខ្ញុំបានលើកចំនួនធំមកកាន់លោកមេបាអញ្ចឹងសូមលោកមេបាថ្ងៃនេះខ្ញុំអនុញ្ញាតមើលចំនួនផុសភាពបណ្ដាការដែលខ្ញុំបានរៀបចំនេះវិសាកសមនឹងកិត្តិយសលោកមេបាយ៉ាងណាសូមលោកមេបាពេចពិលល្មើលមើលមានមន្ត្រីរាជការតារាកិត្តិយសមានភ្ញៀវជាតិនិងអន្តរជាតិទៀតបាទអញ្ជើញតាំងមកពីខ្មែរមកពីប្រទេសកម្ពុជាយើងក៏អញ្ជើញមកតាំងពីអូស្ត្រាលីមានប្រទេសផ្សេងពិតថាពេញចិត្តណាស់លោកម្ចាស់បានរៀបចំផុសភាពបណ្ដាការនេះបានសមល្មមប៉ុន្តែលោកម្ចាស់ខ្ញុំបានគាត់មានវ័យកាន់តែចាស់ភ្នែកឆ្វេងចេះតែកម្មអាភ្នែកស្ដាំចេះតែព្រិលពេចពិលល្មើលមើលមិនសពគ្រប់ទេខ្ញុំពឹងពោរកអ្នកភ្លេង5របាំមកគូជាងរាប់ផ្លែឈើអញ្ចឹងខ្ញុំបាទក៏ពឹងពោលោកគ្រូភ្លេងដែលអញ្ជើញមកពីខេត្តតាកែវដែលមានវោហាសាស័ព្ទល្បីល្បាញណាស់ទេណានៅម្ដុំភូមិសំរោងយ៉ងហ្នឹងបាទក៏សូមអរគុណទៅដល់ព្រះជាម្ចាស់ទៀតព្រោះថាផ្លែឈើទាំងអស់ហ្នឹងព្រះជាម្ចាស់ជាអ្នកដែលបង្កើតតាំងពីដើមដំបូងទៀតណាហើយខ្ញុំបាទនឹកចាំនៅក្នុងទំនុកខ្មែរបរិសុទ្ធបានប្រាប់ថាអញ្ចេះព្រះគ្រីស្ទជាព្រះគ្រប់ទាំងអស់គ្រប់ទាំងរបស់ទ្រង់បង្កើតមនុស្សសត្វលោកខាផ្កាស្រស់ឆើតព្រះអង្គបង្កើតពួកទេវតាផែនដីធំនេះមិនកើតឯងមេឃខ្ពស់ធំធេងយ៉ាងអស្ចារ្យ
ព្រះអង្គបង្កើតឲ្យរក្សាឲ្យមានចលនាចូលមើលចុះគ្រឿងយន្តគ្រឿងចក្រគ្រឿងអាវុធមនុស្សធ្វើកើតសុទ្ធពីរបស់កើតឡើងពីព្រះគ្មានចន្លោះធ្វើកើតប្រើចុះដឹងគុណព្រះទៀតណាអញ្ចឹងខ្ញុំបាទក៏សូមអរព្រះគុណដល់ព្រះជាម្ចាស់ហើយសូមច្រៀងរៀបរាប់ផ្លែឈើដែលមាននៅក្នុងរោងជ័យនេះក្នុងព្រះនាមនៃព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអសាមពើឡាយាមានផ្លែអសារីផ្លែល្អសោភីថ្លៃឲ្យមានទាំងផ្លែប៉ោមសំឡមផ្លែមានទាំងផ្លែក្រូចហើយផ្លែតូចតូចថ្លៃឲ្យមានទំពាំងអបានជួយនំពងនំបាក់បិចល្អពេកថ្លៃឲ្យគ្រប់សពអត់ខ្វះអ្វីព្រះគុណខ្ញុំមកថ្លៃឲ្យមាននំអន់សមចេញព្រះគុណខ្ញុំមកថ្លៃឲ្យមានបរិយាអបលូស្លាអត់មានណាអត់ខ្វះអ្វីការសម្បត្តិបាននាំមកនេះគ្រប់ចំនួនហើយលោកមេបាលោកទទួលចុះទៀតអរគុណទៀតណាស់បើឃើញថាលោកមេបាលោកទទួលហើយអធិស្ឋានដាក់ខាងក្រោមសិនបាទអញ្ចឹងសូមទានជ្រាបជម្រាបលោកមេបាច្រើនណាស់មិនរៀនយកមកច្រើនទេព្រោះថាការអត់រួចទេបាទគ្រប់សពឲ្យហើយផ្លែតូចតូចនេះគេហៅថាផ្លែមានទៀតបាទតលៀនទៅពាំងបាយជូរបាទទៀតណាពិសាបាទលោកពិសាផ្លែណាលោកពិសាផ្លែណាពិសាផ្លែមានទៀតណាបាទម្នាក់មកគ្រាប់បាទលោកពិសាចោះអ៊ីតទៀតបាទលោកពិសាហើយមានរសជាតិបាទផ្អែមមិនផ្អែមសួរខាងលោកមេបាខាងស្រីទៀតណាផ្អែមតិចទេទៀតមករៀបដល់ប្រសពជូនពរជូនជ័យសិរីសុស្ដីសូមពរជ័យពីព្រះជាម្ចាស់បាទដែលជាព្រះនៅសកលលោកទាំងមូលព្រះអង្គប្រទានពរជ័យសិរីសុស្ដីដល់លោកមេបាទុំទាំង4កូនប្រុសកូនស្រីព្រមទាំងភ្ញៀវកិត្តិយសសូមឲ្យសុខចម្រើនរកទទួលទានមានបានចំណងចម្រើនអស់លោកប្រកបកិច្ចការងារអ្វីសូមឲ្យព្រះអង្គម្ចាស់ប្រទានពរជ័យក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអរគុណទៀតកុំឲ្យថាទេឃើញកូនប្រុសមុខដូចជាខ្មែរទេប៉ុន្តែឪពុកម្ដាយដូចជាអូស្ត្រាលីតើជាឪពុកបង្កើតឬក៏ជាឪពុកចិញ្ចឹមអញ្ចឹងក៏បងប្អូនសាច់ញាតិចង់ដឹងដែរទេណាបាទអញ្ចឹងមានបងប្អូនប្រុសកូនស្រីធ្វើពិធីរាប់ញាតិអញ្ចឹងសូមលោកមហាអាចារ្យធំលោកតារាប់ខាងណាមុខទុកខាងណាក្រោយសូមលោកបានបង្កប់បញ្ជាទៀតណាខ្ញុំបាទមុនទៀត បាទអញ្ចឹងលោកមេបាលោកមានប្រសាសន៍ថាគាត់ជាមេបាម្ចាស់ផ្ទះ
ចង់ឲ្យកូនប្រុសកូនស្រីរបស់គាត់នឹងរៀបរាប់សាច់ញាតិមុនអញ្ចឹងឲ្យកូន បងនេះគឺជា គាត់ណា គាត់គឺជាលោកគ្រូកងវាលរបស់ខ្ញុំ បាទបងអូនរៀបសួរនៅអៀនណាបាទទៀតកូនទៀត គាត់ កូនប្រុសឡើងមកមុខតិចមកគាត់បាទណាប៉ុណ្ណឹងកុំមកមុខពេកកូនប៉ុណ្ណឹងទុកឲ្យកុំឲ្យបាំងពុក បងនេះគឺជា គាត់ជា ម្ដាយរបស់អូន បាទជំរាបសួរកូនប្រុសជំរាបសួរបាទដល់ត្រឡប់ទៅខាងនោះ បងនេះគឺជាម្ដាយមីងរបស់អូន បាទជំរាបសួរម្ដាយមីងណាកូនថ្ងៃហ្នឹងថ្លៃចំណងដៃច្រើន គាត់ក៏ជាម្ដាយមីងរបស់ ម្ដាយមីងអូភ្លេចយកថ្មិញមកម្ដាយមីងមកលឿនពេកភ្លេច ខាងគាត់ក៏ជាម្ដាយមីងរបស់អូន អូមីងច្រើនណាស់ទៀតទៅគាត់មិនបាច់ទៅគាត់ទៅបង្ហាញទៅ ខាងគាត់ក៏ជាម្ដាយមីងរបស់អូន ហើយពូម្ដាយមីងដែរអត់ទេ ខាងគាត់គឺជាពូថ្លៃរបស់អូន បាទពូថ្លៃស្មាម្ដាយមីងទៀតមិញ ហើយគាត់គឺជាអ៊ំអ្នកចិត្តខាងរបស់អូន បាទអ៊ំអ្នកចិត្តខាងល្អណាស់ បងខាងនោះគាត់គឺជាបងប្អូនជីដូនមួយរបស់អូន អាយ៉ារៀងញើ ហើយចំណែកគ្រួសារខាងក្រោយជា មិត្តភ័ក្តិពួកជំនុំរងជំនឿ អ្នកស្និទ្ធស្នាលរបស់អូន អូអ្នកស្និទ្ធស្នាលអ្នកពិសេសដែរអញ្ចឹងណា អ្នកពិសេស បាទអរគុណណាស់អញ្ចឹងកូនកំឡោះម្ដងកូនមកកូនកំឡោះអញ្ជើញ អូននេះគឺជាប៉ារបស់បង ជាប៉ាវាសួរប៉ា ហើយនេះជាម៉ាក់របស់បង បាទម៉ាក់ហ្នឹងម៉ាមីណា បាទម៉ាមី បាទ ខាងនេះជាម៉ាក់ បាទម៉ាក់2ម៉ាក់2ម៉ាក់3 នេះជាម៉ាក់ធัว បាទជាម៉ាក់ដែរកូនណាឲ្យស្គាល់ នេះជាមិត្តសម្លាញ់មកពីប្រទេសអូស្ត្រាលី បាទ ហើយកានេះជាមិត្តដ៏ស្និទ្ធស្នាលហើយ អូមិត្តដែរ មកពីប្រទេសអូស្ត្រាលី បាទត្រូវឲ្យតែ friend មិត្តទេ ហើយខាងនោះគឺជាឪពុកជាប៉ាធัวបាទសាច់ឆ្ងាយ ឆ្ងាយនៅដល់ពងស្ពឺ បាទហើយម៉ាក់គឺជាអ្នកមើលថែជាអ្នកទូមានរបស់បង បាទតែមុខ ហើយខាងនោះជាបងប្រុសជាបងស្រី បាទ របស់បង ចង់នោះមិត្តភ័ក្តិអូននោះ មិត្តភ័ក្តិអីមែនទេ ក្មួយហ៎ ក្មួយមកមិត្តភ័ក្តិបាទទៅមុខដូចបងប្អូននៅខាងយន្តកាសយើង គុំដែលគង់នៅឋានដ៏ខ្ពង់ផុតព្រះអង្គគឺជាព្រះជាម្ចាស់តែមួយអង្គត់ទូព្រះបង្គំសូមអបព្រះគុណព្រះអង្គសម្រាប់ថ្ងៃនេះលោកមេបាទាំង4លោកមានកិត្តិយសក្នុងការផ្សំគុំកូនប្រុសកូនស្រីរបស់លោកដូច្នេះទូបង្គំយើងខ្ញុំសូមយាងប្រវត្តិមានរបស់ព្រះអង្គមកគង់នៅកដាចំណោមទូបង្គំយើងខ្ញុំទាំងអស់គ្នាកូនប្រុសកូនស្រីក្នុងព្រះអង្គម្ចាស់ដែលនៅក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទ
បាទបាទអត់ទេកដាអត់ទេបាទហើយផលិតទៀននៅដៃនឹងចុះអ្នកដែលជាគ្រីស្ទៀនរៀបអាពាហ៍ពិពាហ៍មិនមែនគេខាងគ្រីស្ទៀនហ្នឹងគេមិនអុជធូបទេគេអុជទៀនមិនមែនទេព្រះយេស៊ូវគ្រីស្ទព្រះអង្គមិនត្រូវការធូបមិនត្រូវការទៀនឬក៏ជាអាហារអីនោះទេតែទៀនដែលយើងធ្វើថ្ងៃនេះគឺជាតំណាងជីវិតដែលលោកឪពុកអ្នកម្ដាយបានផ្ដល់ឲ្យកូនអញ្ចឹងទេមិនមែនថាអូគេយេស៊ូវនឹងគេគោរពព្រះយេស៊ូវគេដុតទៀនណាមិនមែនទេហើយព្រះយេស៊ូវក៏អត់ត្រូវការទៀនដែរព្រះអង្គជាព្រះដែលទំនាក់ទំនងជាមួយមនុស្សតាមរយៈវិញ្ញាណមិនមែនតាមរយៈការសែនព្រេនទេចឹងហើយបានជាលោកអ្នកបងប្អូនឃើញថាអាពាហ៍ពិពាហ៍យើងថ្ងៃនេះអត់មានការសែនព្រេនអីហៅព្រះយេស៊ូវមកទេយើងមានតែទំនាក់ទំនងតាមរយៈវិញ្ញាណថ្ងៃនេះកុំឲ្យបងប្អូនច្រឡំថាអូគេយេស៊ូវហ្នឹងគេអុជទៀនពួកគេហ្នឹងគេអុជទៀនហៅព្រះអត់ទេគឺជាតំណាងជីវិតដែលឪពុកម្ដាយបានផ្ដល់ឲ្យខាងកូនប្រុសចឹងកូនរបស់គាត់នេះអុជទៀននេះគឺជាជីវិតរបស់កូនរបស់គាត់ចំណែកដែលលោកឪពុកម្ដាយទាំងសងខាងពីរអ្នកខាងគាត់ខាងកូនស្រីលោកអុជឲ្យខាងកូនស្រីអញ្ចឹងបញ្ជាក់ថាអ្នកទាំងពីរមានជីវិតមកដោយសារតែឪពុកនិងម្ដាយរបស់គាត់ទេអញ្ចឹងព្រះបង្កើតមនុស្សដំបូងហើយមនុស្សដែលកើតបន្ទាប់គឺតាមរយៈឪពុកម្ដាយរបស់គេនឹងឯងអញ្ចឹងកុំឲ្យយល់ច្រឡំថាសិតតែកើតមកពីព្រះទាំងអស់ហើយអញ្ចឹងហើយគេក៏ផ្ទាន់យើងដែរយេស៊ូវសិតកើតមកពីព្រះម៉ែឪគេមិនដឹងគុណទេមិនអញ្ចឹងទេមកពីបងប្អូនច្រឡំឬក៏បងប្អូនមិនដឹងបងប្អូនមិនដែលដឹងចឹងថ្ងៃនេះខ្ញុំជម្រាបបងប្អូនខ្លះឲ្យបានដឹងពីព្រះជាម្ចាស់ដែលបានជប់សូនបង្កើតឲ្យគាត់មកគឺព្រះអង្គសូនពីដីពីធូលីដីមកคล้ายទៅជាមនុស្សហើយមនុស្សនឹងមានសាច់មានឈាមសពថ្ងៃនេះគឺតាមរយៈការសូនពីធូលីដីនឹងឯងហើយនៅពេលដែលមនុស្សបានត្រឡប់ទៅវិញក៏ទៅជាធូលីដីវិញដែរជាសូនពាក្យខ្មែរយើងតែស្គាល់តែពាក្យសូនពាក្យធ្វើជាឥដ្ឋជាអ្វីមួយដែលកើតឡើងពីដីឥដ្ឋហ្នឹងគឺដីហ្នឹងគឺត្រូវមានទឹកណាមានទឹកអញ្ចឹងមាននៅក្នុងហ្នឹងមានទឹកមានភ្លើងមានខ្យល់ព្រះអង្គផ្លុំខ្យល់ដង្ហើមកាលណាផ្លុំខ្យល់ដង្ហើមទៅវាមានទាំងកម្ដៅមានទាំងភ្លើងនៅក្នុងហ្នឹងហើយកាលណាសូនដីបានតើតែមានទឹកអញ្ចឹងមានទឹកដីភ្លើងខ្យល់ដូចបងប្អូនដែលគិតនឹងដូចគ្នាដែរណាមនុស្សកើតឡើងវាមានធាតុទាំងអស់ហ្នឹងផ្សំឡើងគឺព្រះបានបង្កើតមនុស្សឡើងពីអញ្ចឹងឯងទាំងពីរនឹងអុជទៀននឹងរួមគ្នាមកនៅកណ្ដាលបានន័យថាទៀនតែមួយហើយបលត់ទៀនសងខាងអ្នកទាំងពីរលេងរស់ជីវិតឯករាជ្យហើយជីវិតរួមតែមួយចង់ទិញទូរស័ព្ទចង់ទិញម៉ូតូអាណាបោះគូតអាខ្ពស់អាធំអីនឹកគិតភរិយាខ្ញុំជិះកើតឲ្យអត់ណាភរិយាថាថ្ងៃនេះបានប្រាក់ខែមកពីអ្នកប្តីប្រពន្ធចាយវាយអស់សល់ត្រឹម$1000ទិញលេឲ្យទាំងអស់បដ ாய் អត់ទេទុកឱកាសឲ្យស្វាមីប្រមាណចាត់ចែងប្រមាណកូនចៅប្រមាណមិនមែនធ្វើទៅតាមចិត្តយើងទៀតទេអញ្ចឹងបានបញ្ជាក់ថាជីវិតឯករាជ្យបញ្ចប់នៅថ្ងៃរៀបអាពាហ៍ពិពាហ៍នេះហើយអញ្ចឹងយើងរស់នៅជាជីវិតគូពេលដែលកូនទាំងពីរនាក់ចង់ធ្វើអីមួយពិភាក្សាគ្នាទៅវិញទៅមកមែនទេអត់យឺនយូរអញ្ចឹងកូនត្រូវដឹងថាអ្នកដែលផ្ដល់កំណើតឲ្យកូនគឺលោកឪពុកអ្នកម្ដាយដែលនៅសងខាងយើងនេះហើយដែលផ្ដល់កំណើតឲ្យកូនកុំភ្លេចយើងជាគ្រិស្តបរិស័ទត្រូវគោរពបម្រើមេដាបិតាទោះបីកូនការហើយមែនប៉ុន្តែកូនមិនទាន់ចេញទៅណាឆ្ងាយហើយបំភ្លេចគាត់ចោលទេយើងនៅតែថែរក្សាបីបាច់ថែរក្សាគាត់ព្រះគម្ពីរអេភេសូចំពុកទី21បងប្អូនដែលគោរពកោតខ្លាចព្រះត្រូវគោរពចុះចូលគ្នាទៅវិញទៅមកយើងចំណែកបងប្អូនដែលជាស្វាមីភរិយាត្រូវគោរពចុះចូលស្វាមីរៀងខ្លួនដោយគោរពចុះចូលនឹងព្រះគ្រីស្ទបងជីវិតការពីភរិយាចុះចូលនឹងស្វាមីពេលខ្លះយើងមិនពេញចិត្តឲ្យប្តីទិញឡានម៉ាកនឹងទេប៉ុន្តែសុខចិត្តចុះចូលជាមួយគាត់ទៅចោះឲ្យគាត់ទិញទៅចោះខ្ញុំតែម្នាក់ជិះបានមិនបាច់បើកទេជាងសុខចិត្តចុះចូលម្នេះចឹងជាចុងក្រោយប្រពោហូហៀណាដើម្បីឲ្យមានប្រពោហូហៀកូនទាំងពីរត្រូវគោរពកោតខ្លាចព្រះជាម្ចាស់ហើយកូនទាំងពីរបានកសាងគ្រួសារនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដូចជានៅក្នុងកំណើតពិភពលោកចំពុក1ខ28និខមណាំងលោកុបាទចំពុក1ខ28ព្រះជាម្ចាស់មានព្រះបន្ទូលថាឲ្យគេថាព្រះអង្គនឹងប្រទានពរឲ្យគេនិងព្រះអង្គប្រទានពរឲ្យគេថាម៉េចឲ្យបង្កើតកូនពូនជាចៅពីពេញលើផែនដីហើយត្រូវត្រួតត្រាលើផែនដីព្រះអង្គប្រទានអំណាចទានសិទ្ធិឲ្យយើងត្រួតត្រាលើផែនដីនេះ
គឺដូចជាសត្វហើសត្វសមុទ្រអីផ្សេងៗតិចទៅឃើញសត្វត្រីណាធំស្មានតែព្រះត្រីអីទៅអត់ទេណាយើងជាកូនមកព្រះត្រីជាមហូបមន់ជាមហូបទៅយល់កន្លែងហ្នឹងហើយលើរបស់របរនៅលើផែនដីនេះជាឧបករណ៍ដែលព្រះអង្គឲ្យយើងអាចច្នៃប្រើប្រាស់ទៅណានឹងជាគ្រូបកូនប្រុសសំសវណ្ណរងពិតជាស្រឡាញ់ថនសុភាពធ្វើជាគូអនាគតពិតប្រាកដមែនឬយ៉ាងណាខ្ញុំកូនកំឡោះសាមសវណ្ណរងគឺពិតជាស្រឡាញ់អូនថនសុភាពជាភរិយាពិតមែនបាទសាទរសំលេងសម្រាប់ការប្រកាសនៅមុខសាក់សីជាច្រើនអ្នកនៅមុខគ្រូកងវិលកូនប្រុសសាមសវណ្ណរងធ្វើជាស្វាមីចាប់ពីថ្ងៃនេះទៅសូមកូនប្រកាសនៅផ្ទាល់មាត់ខ្ញុំថនសុភាពព្រមទទួលបងសាមសវណ្ណរងធ្វើជាស្វាមីចាប់ពីថ្ងៃនេះតទៅចឹងប្រកាសនៅមុខសាក់សីថាអ្នកទាំងពីរយល់ព្រមបងស្រឡាញ់អូនសុភាព It's not unusual to say បងសន្យានឹងមើលថែអូនទោះបីជាក្នុងកលៈទេសៈណាពេលវេលាលំបាកបែបណាកូននៅតែស្រឡាញ់ហើយនឹងមើលថែអូនដល់ចាស់កោងខ្នងខ្ញុំថនសុភាពព្រមទទួលយកបងសវណ្ណរងធ្វើជាស្វាមីពីថ្ងៃនេះតទៅហើយនេះខ្ញុំសន្យាថានឹងស្រឡាញ់គាត់ស្មោះត្រង់ជាមួយគាត់មើលថែរក្សាគាត់គាំទ្រគាត់គ្រប់កលៈទេសៈទោះបីជាមានឬក្រឈឺឬជាយើងនឹងនៅជាមួយគ្នារហូតទៅស្ងួនណាយអស្រីស្ងួនអូនណាយអូនណាស្រីស្ងួនអោថ្លៃខ្ញុំមកសូមស្ងួនអោដៃសូមស្ងួនហើយអោដៃបងបំពាក់អោជញ្ជៀនអូនអើយអូនណាជញ្ជៀនអោថ្លៃខ្ញុំមកជូនសួនអោពិសីជញ្ជៀនជាអោដំណាអូនអើយអូនណាដំណាងអោថ្លៃខ្ញុំមកបេះដូងអោប្រាំងក្តីអ
គ្នាដ៏ផូផង់រូបអូននឹងបងយើងបាននៅជិតគ្នាបីដូចដួងច័ន្ទអូនដែលលើវេហាគឺក្តីស្នេហាដែលអូនពងជាអូនមានសង្ឃឹមក្នុងថ្ងៃចិនយើងប្រាថ្នាបងជួបគ្នាជាគូស្នេហ៍ក្នុងស្រមៃខ្លាចជាពិតមិន